មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មចុះពិនិត្យវឌ្ឍនភាពនៃការផលិតនិងការដាំឈូកនៅក្នុងស្រុកពោធិ៍រៀងព្រៃវែងកាលពីថ្ងៃទី13ខែឧសភាឆ្នាំ2026ឯកឧត្តមហ៊ានវ៉ាន់ហនរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអញ្ជើញចុះទស្សនកិច្ចសិក្សាពីដំណាំរដូវដំណាំឈូកនៅក្នុងឃុំកំពង់ឫស្សីស្រុកពោធិ៍រៀងខេត្តព្រៃវែងដើម្បីជំរុញការផលិតក្នុងស្រុកនិងពង្រីកសក្តានុពលកសិឧស្សាហកម្មដែលធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរក្នុងឱកាសនោះនៃការចុះពិនិត្យនោះឯកឧត្តមបានវិតម្លៃលើបច្ចេកទេសដាំដុះនិងការគ្រប់គ្រងទឹករបស់កសិករដើម្បីធានាបាននូវទិន្នផលខ្ពស់ហើយឯកឧត្តមក៏បានជួបពិភាក្សាជាមួយម្ចាស់ចម្ការឈូកនិងសហគមន៍ដើម្បីស្វែងយល់ពីតម្រូវការទីផ្សារនិងបញ្ហាសត្វល្អិតចង្រៃឯកឧត្តមរដ្ឋលេខាធិការកោតសរសើរចំពោះកសិករក្នុងស្រុកពោធិ៍រៀងដែលបានបំផ្លែងផ្ទៃដីកសិកម្មឲ្យទៅជាតំបន់ដាំដុះឈូកដ៏មានសក្តានុពលឈូកមិនត្រឹមតែជាដំណាំសម្រាប់បរិភោគប៉ុណ្ណោះទេប៉ុន្តែវាក៏ជាផ្នែកមួយនៃទេសចរកសិកម្មដែលអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនិងទិញផលិតផលដោយផ្ទាល់បើតាមការបន្លឺកឡើងរបស់លោកអ៊ីនអ៊ឿនម្ចាស់ចម្ការឈូកដែលរស់នៅភូមិជ្រៃក្រហមឃុំកំពង់ឫស្សីស្រុកពោធិ៍រៀងបានឲ្យដឹងថាដំណាំឈូកមានតម្លៃខ្ពស់ជាងស្រូវដោយឈូកស្ងួតមានតម្លៃជាង5000រៀលក្នុង1គីឡូក្រាមហើយរយៈពេល3ខែគឺឈូកអាចប្រមូលផលបានហើយការប្រមូលផលនេះទៀតសោតគឺរហូតដល់2ខែបន្តទៀតដោយរាប់ចាប់ពីថ្ងៃប្រមូលផលឈូកដោយអាចបេះបានជាបន្តបន្ទាប់ទៀតហើយលោកក៏បានបន្ថែមទៀតថាក្នុង1ហិកតាផាត់ការចំណាយទៅលើប្រេងទៅលើឈ្នួលអស់អាចនៅសល់ពី3លានទៅ4លានរៀលជាងទៅតាមតម្លៃឈូកឡើងចុះនៃទីផ្សារផងដែរ TV សូធីទូរទស្សន៍ក្នុងដៃរបស់លោកអ្នក